បើសិនជាយើងអត់បាននីតិអេទេតែយើងធ្វើអីយើងរៀនជំនាញអីហើយយើងទៅរៀននៅណាគឺយើងត្រូវតែដាក់គោលដៅត្រូវតែឲ្យផ្លូវខ្លួនឯងពីរអត់អាចជំរាបសួរសួស្តីបងប្អូនទាំងគ្នាក៏ដូចជាសួស្តីបងប្អូនបាក់ឌុបជាទីស្រឡាញ់វីដេអូមួយនេះសូមផ្ញើទៅកាន់បងប្អូនបាក់ឌុប2026ជាពិសេសតែម្ដងចំពោះវីដេអូមួយនេះគឺបងធ្វើវាឡើងដើម្បី share ពីបទពិសោធន៍តខ្លួនថាហេតុអីបានជាបងអត់អាចទទួលបាននីតិអេតើបងធ្វើខុសអីគេខ្លះខេវីដេអូនេះរៀងធ្វើឲ្យខ្លួនឯងឈឺចាប់តិចប៉ុន្តែអត់អីទេគឺបងចង់ចែករំលែកវាទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានដឹងថាតើយើងគួរតែប្រយ័ត្នអីគេខ្លះតើយើងមិនគួរត្រូវធ្វើអ្វីខ្លះហើយអានេះដោយសារតែវាជាមូលហេតុដែលធ្វើឲ្យបងអត់ទទួលបាននីតិអេអញ្ចឹងគឺបងអត់ចង់ឲ្យបងប្អូនជំនាន់ក្រោយគឺមានការខកបំណងនិងការស្ដាយក្រោយដូចជាបងនោះទេ Yes ចំពោះមូលហេតុដែលបងអត់អាចទទួលបាននីតិអេហ្នឹងគឺវាមានពីរចំណុចធំ Yes និយាយខ្លីមកទី1គឺការធ្វើលំហាត់ខ្វះការប្រុងប្រយ័ត្នតាមពិតទៅចំណុចមួយហ្នឹងបងដឹងហើយក៏បងបានធ្វើវាដែរបងប្រុងប្រយ័ត្នមែនតើប៉ុន្តែចុងក្រោយគឺនៅតែមានខុសហើយលំហាត់ដែលខុសនេះគឺគីមីមុខវិជ្ជាគីមីគឺជាមុខវិជ្ជាដែលបងស្រឡាញ់ហើយបងខំប្រឹងរៀនមែនតើលំហាត់និយាយរំទៅធ្វើលំហាត់ច្រើនមែនតើហើយពេលដែលអ្នកគ្រូបរៀនគឺបងមិនដែលអាខានសំបីតែម្ដងគឺរៀនទាំងរៀនម៉ោងរាល់ទាំងរៀនគួរទាំងធ្វើលំហាត់បន្ថែមទាំងអស់ប៉ុន្តែពេលប្រឡងគឺលំហាត់មួយហ្នឹងគឺមានថ្លឹងមេកូនហើយបងដឹងច្បាស់ណាស់ថាលំហាត់ថ្លឹងមេកូនត្រូវតែថ្លឹងឲ្យច្បាស់ហើយពេលហ្នឹងគឺបងបានពិនិត្យចំនួន3ដងហើយអ្នកនរគ្នាស្ដាប់អត់ច្រឡំទេ3ដងហើយនៅតែខុសទៀតបងអត់ដឹងថាអាពេលហ្នឹងគ្រូក្បាស់ខ្លួនឯងវាគិតអីអត់យល់សោះហ្មងពិនិត្យដល់3ដងហើយអត់ដឹងថាខុសទៀតអត់យល់មែនតើហើយលំហាត់មួយហ្នឹងគឺបន្ទុកច្រើនខ្លាំងមែនតើបន្ទុករបស់វាច្រើនខ្លាំងមូលហេតុហ្នឹងឯងដែលគីមីដែលបងធ្លាក់មកសល់ត្រឹមនីតិ Bបងគិតថាអូយ៉ាងហោចណាស់គេដកតិចតួចទេព្រោះអីរបៀបធ្វើយើងត្រូវទាំងអស់ហ្នឹងបើជាគេដក5បន្ទុកអីហ្នឹងក៏អាចបាន A ដែរតែ no B និយាយរួមទៅចេញពីប្រឡងភ្លាមគីមីដូចជាប្រឡងថ្ងៃចុងក្រោយគ្រាន់តែបងចេញពីប្រឡងបងទៅរកអីញ៉ាំមួយម៉ាក់ហើយនឹងប្អូនហើយអូស TikTok មកគឺគេមានកំណាយគីមីភ្លាមហ្នឹងហ្មងស្រាប់តែអូសមកបានដឹងថាខ្លួនឯងខុសគឺដឹងខុសនៅពេលហ្នឹងឯងអូហើយថាបងគេខុសទៀតណាអាពេលហ្នឹងគេថាអីគេខុសហ្នឹងដល់ពេលពិនិត្យចុះឡើងគឺខ្លួនឯងអ្នកខុសហើយแซ่តាំងពីអាពេលប្រឡងភ្លាមនិយាយទៅអាពេលឃើញហ្នឹងហើយគឺแซ่តាំងពីហ្នឹងទៅគិតថាអូសង្ស័យគីមីប្រហែលជាអានឹងមិនអីគេកាត់តិចតួចអីត្រឹម A អីហ្នឹងឯងមិនអីទេយើងគិត positive អីចឹងយើងអត់បានគិតច្រើនទេយេអានឹងគីមីមួយទៀតប្រវត្តិខ្មែរបងអត់ដឹងថាមកនិយាយគឺបងប្រវត្តិឆ្លើយសំណួរបានទាំងអស់ហើយទៅសេមកពេញប៉ុន្តែអក្សរវាមិនសូវស្អាតខ្លាំងដោយសារតែយើងសរសេរលឿនហើយបងអត់ដឹងថាមកពីអក្សរយើងអត់ស្អាតដឹងបានគេឲ្យបន្ទុកយើងតិចបងដែរប៉ុន្តែចំពោះចម្លើយបងជឿជាក់មកថាបងឆ្លើយត្រូវហើយអាចថាអក្សរយើងអត់សូវស្អាតហើយវាវែងក៏ថាបានដែរប្រវត្តិហើយរយៈពេល1ម៉ោងអ្នកនរគ្នាគិតមើល5សំណួរណាទៅសេអត់មានដកដៃទេទៅសេយកហ្មងហើយឲ្យអក្សរយើងស្អាតមិនទៅរួចវាថាវាអាចនឹងមើលយកតែវាមិនស្អាតទេហើយចំពោះភាសាខ្មែរបងក៏ធ្វើគិតថាខ្លួនឯងធ្វើបានគិតថាបើមិន A ក៏ B ដែរដូចប្រវត្តិដែរបើមិន A ក៏ B ដែរគិតចឹងអត់មានគិតថា C អីគឺអត់ទេព្រោះអីខ្លួនឯងធ្វើបានលើកឧទាហរណ៍លើកអីមកគឺត្រូវប្រធានមែនតើហ្មងហើយទៅសេបានអាម៉ាស្លឹករបស់គេហ្នឹងមាន4ខាងហ្នឹងគឺពេញទាំង4ខាងហ្នឹងម៉ាស្លឹកហ្នឹងអត់មានតឯងហើយគិតថាអូបើមិន A ក៏ B ដែរព្រោះអីទៅសេបានហ្មងហើយគិតចឹងតែចុងក្រោយលទ្ធផលចេញមកប្រវត្តិនឹងខ្មែរគឺបងបាន C ហើយបងដឹងហ្មងថាមុខវិជ្ជាដែលទាញឲ្យបងធ្លាក់មកសល់ B នីតិ B គឺខ្មែរនិងប្រវត្តិទាញមែនតែនហ្មងព្រោះអីកណិតគីមីគឺបងបាន B ហើយបងបាន C ពីមុខហ្នឹងគឺប្រវត្តិខ្មែរហើយរូបបងបាន A ជីវៈបងបាន A អង់គ្លេសបងបាន D ហើយចំពោះមុខវិជ្ជាអង់គ្លេសគឺបងខំមែនតែនបងបាន D ហ្នឹងខំមែនតែនហើយគិតថាអូបានយើងប្រឹងអង់គ្លេសទៅគឺបានបន្ទុកបន្ថែមយើងអាចបាន A តែអត់ទេកុំមើលរំលងឲ្យសោះប្រវត្តិខ្មែរកុំមើលងាយវាហើយលំហាត់ដែលយើងចេះហើយក៏គុំមើលងាយដែរត្រូវតែប្រុងប្រយ័ត្នឲ្យបានច្រើនអញ្ចឹងសរុបមកវិញចំណុចដែលបងចង់បញ្ជាក់ហ្នឹងគឺការធ្វើលំហាត់ដោយប្រុងប្រយ័ត្នមែនពុំដោយបងគិតថាមកពីបងសរសេរអក្សរស្អាតដោយសារយើងសរសេរលឿនហើយវាអាចថាយើងឆ្លើយវែងក៏មិនដឹងបងអត់ដឹងច្បាស់ទេប៉ុន្តែបងដឹងថាប្រហែលជាអាចនឹងមកពីខុសកន្លែងហ្នឹងអាចថាអ្នកកែលោកគ្រូអ្នកគ្រូគាត់ឃើញអក្សរយើងអត់សូវស្អាតហើយឃើញយើងសរសេរច្រើនអីចឹងបងគិតថាគាត់ខ្ជិលកែឬក៏មិនបងអត់ដឹងទេគ្រាន់តែក្នុងចិត្តរបស់យើងអត់នឹកស្មានថាវាអញ្ចឹងណា yes អាហ្នឹងឯងដែលបងចង់ចែករំលែកថាវាយើងគួរតែប្រុងប្រយ័ត្នកន្លែងហ្នឹងហើយអ្វីដែលបងឈឺចាប់បំផុតពេលដឹងខ្លួនឯងបាន B នេះឲ្យឈឺចាប់មួយខ្សែប៉ុន្តែនៅពេលដែលមិត្តភ័ក្តិថតអាគេបិទនៅមណ្ឌលយើងប្រឡងហ្នឹងនេះតែនឹងលំដាប់បន្ទាប់ពេលដែលគេថតឲ្យធ្លាក់បេះដូងធ្លាក់ក្ដុករបៀបថាវាខ្វះតែបន្តិចទៀតតែបងនឹងបាន A អ្នកនរគ្នា98.201ហ
ហើយដឹងនីតិអេគេចាប់ពីម៉ែនអត់បងឃើញគេចាប់ពី400ឡើងហើយឃើញវាខុសតែទីតែហាហ្នឹងហើយដែលធ្វើឲ្យបងមានវិបត្តិសេរីរហូតមកដល់សប្តាហ៍ហ្នឹងណាហើយមួយវិញទៀតបងចង់បញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នាថាបើសិនជាយើងដាក់គោលដៅចង់បាននីតិអេហើយដាច់ខាតត្រូវតែមាន2ផ្លូវឲ្យខ្លួនឯងជ្រើសរើសទី1បើសិនជាយើងបាននីតិអេយើងធ្វើអីទី2ចុះបើសិនជាយើងអត់បាននីតិអេទេតើយើងធ្វើអីយើងរៀនជំនាញអីហើយយើងទៅរៀននៅណាគឺយើងត្រូវតែដាក់គោលដៅត្រូវតែឲ្យផ្លូវខ្លួនឯង2អត់អាចបំបិតផ្លូវខ្លួនឯងឲ្យខ្លួនឯងដើរតែផ្លូវតែមួយទេណាគឺបាត់ពិសោធន៍មួយនឹងបងឆ្លងកាត់គឺឈឺចាប់ខ្លាំងមែនតើហើយប្របែកងើបខ្លាំងណាប្របែកមកដោយសារតែហេតុអីគឺយើងឲ្យផ្លូវខ្លួនឯងដើរតែមួយយើងជឿជាក់មកថាអូខ្ញុំនឹងបានអេខ្ញុំគិតថាខ្ញុំនឹងបានអេពួកអីខ្ញុំខំរៀនខំទៅលំហាត់ដឹងតែអេប្រឡងឲ្យជឿជាក់មកថាអូដឹងតែអេអញ្ចឹងណាហើយអត់មានគិតអីច្រើនថាបានអេខ្ញុំបានប្រឡងអាហារូបករណ៍នៅកន្លែងស្នាក់នៅកន្លែងនារីមែនតើហ្នឹងគេទទួលតែនារីហើយបងបានជាប់ពាក្យសម្ភារអីអស់ហើយនៅតែចាំមើលនីតិហេហ្នឹងអាហ្នឹងមួយហើយមួយវិញទៀតបើបានអេអាហារូបករណ៍សាលារៀនបងដាក់នៅភូមិន្ទ international relation មួយហើយនៅអង់គ្លេសមួយបងគិតថាអូពីហ្នឹងបើយកបានអេដឹងតែបានមួយឯងអត់អស់លុយទៀតឃើញទេដាក់កោដាតែមួយណាឲ្យផ្លូវខ្លួនឯងដើរតែមួយគឺនីតិអេបានធ្វើបែបហ្នឹងប៉ុន្តែអត់មាន plan B មានតែ plan A មួយអញ្ចឹងនៅពេលដែលបងទទួលបាននីតិ B គឺបងវងវែងហ្មងអត់ដឹងថាគួរដើរទៅផ្លូវណាចិត្តមួយគឺថាដឹងតែទៅភ្នំពេញប៉ុន្តែមិនដឹងថារៀនអីហ្នឹងអត់ដឹងរៀនអីអត់ដឹងនៅណាអត់មានផ្ទះនៅដឹងត្រឹមថាកូនចិត្តមួយថាទៅភ្នំពេញគ្រាន់តែបងដឹងលទ្ធផលហើយភ្លាមបងទៅទទួលបានសរសើរបានសរសើរដូចជាបងធ្វើក្រុមយុវជនទទួលបានសរសើរហើយគ្រាន់តែទៅបងឃើញអ្នកគ្រូគេមានបងចង់យំណាឃើញលោកគ្រូអ្នកគ្រូហើយចង់យកមកដោយសារយើងសន្យាថាយើងនឹងយកមកមាត់ឲ្យសាលាឲ្យលោកគ្រូអ្នកគ្រូប៉ុន្តែចង់ក្រោយគឺអត់បានហើយឆ្នាំបងនេះគឺអត់មានអ្នកគេបាន A គឺ B ទាំងអស់ហើយអ្វីដែលបងប្រោតចំពោះខ្លួនឯងគឺបងបានលំដាប់បន្ទុកខ្ពស់ជាងគេនៅក្នុងសាលាប៉ុន្តែគឺ B ខ្វះមិនតិច A អើយឈឺចាប់ណាស់អ្នកនរគ្នាអញ្ចឹងគឺបងអត់ចង់ឃើញបងប្អូនបាក់ឌុបជំនាន់ក្រោយហ្នឹងទៅទទួលរងអារម្មណ៍មួយហ្នឹងឯងគឺវាឈឺចាប់វាពិបាកខ្លាំងមែនតើអញ្ចឹងគឺអត់ចង់ឲ្យទាំងអស់គ្នាជួបអារម្មណ៍មួយហ្នឹងបានបងមកចែករំលែក tip no មិនជា tip វាជាបទពិសោធន៍យេគួរអ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ននៅអ្វីដែលបងបានចែករំលែកមុនហ្នឹងហើយដាច់ខាតត្រូវតែទុកផ្លូវឲ្យខ្លួនឯងដើរពីណា yes អញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាចំពោះការទស្សនាហើយសង្ឃឹមថាបងប្អូននឹងយកវាទៅអនុវត្តយកវាទៅប្រើឲ្យគិតដោយខ្លួនឯងណាយ៉ាចង់បងមានតែប៉ុណ្ណឹងហើយសូមជូនពរទៅកាន់បងប្អូនបាក់ឌុប2026ផងដែរឲ្យប្រឡងជាប់ទាំងអស់គ្នាហើយទទួលបាននីតិដែលខ្លួនឯងស្រឡាញ់ដែលខ្លួនឯងចង់បានទាំងអស់គ្នា yes ពីបងមានតែប៉ុណ្ណឹងបាយបាយ